សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកអំពីការបើក account រដ្ឋម្ដងទៀតដោយសារមានបងប្រុសនៅរដ្ឋ Utah គាត់បានផ្ញើសលេងមកសួរខ្ញុំអំពីការបើករដ្ឋ IRA ហ្នឹងហើយគាត់មានចំណាប់អារម្មណ៍ហើយគាត់ចង់បើកប៉ុន្តែគាត់ថាគាត់អត់ feel comfortable ក្នុងការបើកខ្ញុំក៏បានប្រាប់គាត់ថាបើបងអត់ comfortable អញ្ចឹងបងរកមើល office នៅម្ដុំផ្ទះបង location ដែលបងរស់នៅហ្នឹងទៅហើយឲ្យគេជួយឲ្យ open ឲ្យទៅហើយ complete យកក៏ទៅ check ទៅតាមខ្លួនផងព្រោះអីខ្លាចថាគាត់អត់ចេះ connect ពី bank ទៅរដ្ឋហ្នឹងបងប្អូនអ្នកខ្លះគឺគ្នាអត់ចេះធ្វើអាហ្នឹងក៏ពិបាកដែរដើម្បីយើង transfer លុយចូលទៅក្នុង account ណាហើយគាត់បានធ្វើតាមពាក្យដែលខ្ញុំប្រាប់ហ្នឹងគឺគាត់បានទៅបើក account ហ្នឹងហើយគាត់បាន connect bank ហ្នឹងជាមួយឲ្យគេធ្វើឲ្យបងប្អូនប៉ុន្តែមួយទៀតពេលដែលគាត់មកវិញគាត់អត់ចេះ transfer លុយទេព្រោះអីគាត់ថាគាត់ភ្លេចសួរគេរបៀប transfer ហ្នឹង so គាត់សួរខ្ញុំក៏ប្រាប់គាត់ថាពេលដែលចូលទៅ log in ហ្នឹងហើយយើងចុចអាកន្លែងត្រី3នៅខាងលើខាងឆ្វេងហ្នឹងគេប្រាប់យើងថាមាន trade មាន transfer អញ្ចឹងយើង transfer ទៅយើងចុច transfer ហ្នឹងទៅវា connect យើងចូលទៅក្នុងហ្នឹងគេសួរយើងចង់ដាក់លុយប្រមាណហ្នឹងទៅតាមហ្នឹងបងប្អូនហើយគាត់ថាពេលដាក់គាត់សួរខ្ញុំថាពេលដែលដាក់ទៅហ្នឹងដូចថាគេទិញឲ្យហ្មងហើយក៏មិនខ្ញុំថាអត់ទេបងប្រុសត្រូវជ្រើសរើស stock ខ្លួនឯងដោយសារនេះយើងបើក account ហ្នឹងគឺយើងយក account ដែលយើង invest ខ្លួនឯងបើសិនជាគាត់បើកយករដ្ឋ IO Fidelity Go អាហ្នឹងគេ invest ឲ្យតែគាត់បើកហ្នឹងគឺគាត់ invest ខ្លួនឯងអញ្ចឹងយើងត្រូវជ្រើសរើស stock ខ្លួនឯងហើយយើងគាត់សួរថាតើត្រូវទិញយ៉ាងម៉េចព្រោះអីក៏អត់ដែរទិញណា so ពេលដែលយើង click អាត្រី3នៅខាងឆ្វេងដៃហ្នឹងបងប្អូននៅក្នុងរដ្ឋនៅក្នុង account Fidelity ហ្នឹងគឺគេមាននៅខាងលើគេមាន trade គេមាន transfer ហើយគេមានស្អីផ្សេងទៀតប៉ុន្តែសម្រាប់ពួកយើងប្រើតែពីរខាងលើហ្នឹងអញ្ចឹងបើសិនជាបងប្រុសគាត់ចុចtransfer ហ្នឹងយើង transfer លុយពីធនាគារយើងហ្នឹងទៅ account ហ្នឹងពេលដែលយើង transfer ទៅហើយគេ submit អីហើយយើងត្រូវ